ស្ដីមកដល់គ្នាថ្ងៃនេះ channel សម្បូរ technology សម្រាប់បងប្អូនពីរបៀបនៃការតម្លើង typing 100 typing អូខេអញ្ចឹងដើម្បីតម្លើងបងប្អូនអាច select លើនឹងពីរដងហើយ software ហ្នឹងយើងបានដាក់ក្នុងក្រុម Telegram បងប្អូនអាចចូលក្រុម Telegram ដោនហ្នឹងអញ្ចឹងណាអញ្ចឹងយើងគឺ right click លើនឹងពីរដងមកដើម្បីតម្លើងអូខេបន្តមកបងប្អូនយកពាក្យថា next យក I accept យក next អូខេបន្តមកទៀតកន្លែងនេះបងប្អូនយក all program អញ្ចឹងទៅ complete all program should install required yes okay next តមកយើងយកខាងលើនេះមកអូខេយក finish ចឹងយើងតម្លើងវាគឺថាយើងបានតម្លើងហើយនេះចឹងយើងអាចចាប់មកដាក់លើ desktop មកឃើញណាចឹងយើងតម្លើងហើយយើងបើកមកគឺវាអត់ full ទេបងប្អូនណាអត់ full ទេសម្រាប់ Windows 7 Windows 10 Windows 9 អីតែបើកវាមកអត់ full ទេតោះអានេះសម្រាប់ Windows XP អីប៉ុណ្ណោះព្រោះដោយសារ game នេះវាយូរហើយតាំង1992អញ្ចឹងវាជំនាន់កុំព្យូទ័រចាស់បានវា full អេក្រង់អញ្ចឹងណាអញ្ចឹងសម្រាប់កុំព្យូទ័រស៊េរីថ្មីជំនាន់ថ្មីដែលប្រើ Windows ថ្មីហ្នឹងគឺអត់ full ទេគឺវាបានប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងដើម្បីកែឲ្យវា full បងប្អូនអាចស្រីបានបងប្អូនស្រីបងប្អូនចូលមកកាន់ folder ដែលយើងធ្លាប់បង្កើតមកបងប្អូនមាន folder នៅលើអេក្រង់អញ្ចឹងបងប្អូនចូលមកកាន់ folder មកចុចចូល folder ផ្សេងណាក៏បានដែរចុច folder ហើយបងប្អូនយកកន្លែងពាក្យថា view នៅខាងលើណានេះ view បន្តមកបងប្អូនយកពាក្យទៅកន្លែង option ចុចនឹងមកបន្តមកទៀតបងប្អូនយកពាក្យថា view ណា view ហើយបងប្អូនកន្លែងនេះវានៅ done ណាបងប្អូនឃើញកន្លែងនេះ done នេះអញ្ចឹងបងប្អូនចុចខាងក្រោមមក show hit អញ្ចឹងណាហើយយើង scroll មកក្រោមទៀតយើងមកមើលកន្លែងនេះបងប្អូនឃើញគ្រីសដែរអញ្ចឹងយើងដោះគ្រីសចេញណាដោះគ្រីសនេះចេញយើងយកមកណាហើយតមកយើងចុចពាក្យ apply ហើយអូខេចឹងបន្ទាប់ពីយើងបានតម្លើងហើយរួចអស់យើងបានដោះ head folder ចេញអស់យើងចូលមកកាន់នៅ my computer របស់យើងមកអូខេបន្ទាប់ពីចូលមកកាន់ my computer បងប្អូនចូល try C រួចបន្តមកបងប្អូនយកពាក្យ program file 84 86អញ្ចឹងណាអញ្ចឹងបងប្អូនប្រើ Windows 84បងយក84ទៅបើបងប្អូនប្រើ Windows 66បងប្អូនយក86អញ្ចឹងណាអូខេអញ្ចឹងបងប្អូនចូលមកកន្លែងហ្នឹងមកវានឹងឃើញឈ្មោះមួយថា DOSBox បងប្អូនចុចលើហ្នឹងមកអូខេបន្ទាប់ពីបងប្អូនចុចលើហ្នឹងវាបង្ហាញជាច្រើនណាបង្ហាញជាច្រើនបងប្អូនឃើញបង្ហាញច្រើនទេចឹងបងប្អូនដើម្បីកែតម្រូវវាឲ្យ full បងប្អូនអាចចុចអូខេបងប្អូនចុចលើនេះមកណាបងប្អូនចុចអាមួយនេះ DOSBox 0.74 Marginal អូខេណាបងប្អូនចុចលើនោះមកហើយបន្តមកទៀតបងប្អូនត្រូវកែតម្រូវកន្លែងយើងមកមើលអូខេណាយើងមកកែតម្រូវ
ok បងប្អូនចាំបន្តិចខ្ញុំរកចំណុចដែលយើងកែសិនអូខេដូចជាអត់ឃើញកន្លែង full screen ទេដូចជាមិនមែនមួយនឹងទេអូខេណាអញ្ចឹងខាងលើនេះមិនមែនទេណាបងប្អូនយកកន្លែងនេះនេះខាងលើនេះមិនមែនទេអត់ឃើញ full screen ទេអញ្ចឹងបងប្អូនយកកន្លែងនេះ DOS 4 option ណាចុចបើកអាហ្នឹងមកអូខេតទៅពីបងប្អូនបើកមកវាឃើញនេះ full screen នេះ start full screen start អញ្ចឹងបងប្អូន scroll មកក្រោមមកនេះអញ្ចឹងសម្រាប់កន្លែង full screen យើងអាចកែកន្លែងនេះដាក់ true វិញណាអូខេ true អូខេអញ្ចឹងយើងដាក់ true វិញណាហើយបន្ទាប់ពីយើងសរសេរ true ហើយបងប្អូនចុចពាក្យកន្លែង file នេះចុចកន្លែង file ហ្នឹងហើយយើងចុច save អូខេ save មកយើងចុចបិទវាវិញមកអូខេណាអញ្ចឹងឥឡូវយើងបានកែតម្រូវហើយយើងមកបើកកម្មវិធីនឹងម្ដងទៀតណាបើកកម្មវិធីនឹងម្ដងទៀតមកអូខេអញ្ចឹងកម្មវិធីហ្នឹងវានឹង full អេក្រង់ហើយណា full អេក្រង់ហើយប៉ុន្តែខ្ញុំ record អេក្រង់វាជាប់ full អាហ្នឹងខ្ញុំអត់ទាន់ដឹងទេប៉ុន្តែបើបើកមកលើ computer របស់យើងគឺ full តែម្ដងពេញអេក្រង់តែម្ដងណាបើខ្ញុំបើកលេងនៅលើ computer នេះពេញអេក្រង់តែបើ record ទៅជាប់ full អាហ្នឹងអត់ដឹងទេអូខេឥឡូវយើងបាន full អេក្រង់ហើយនេះគេឥឡូវខ្ញុំបិទវិញអូខេអញ្ចឹងគឺយើងកែតម្រូវមិញយើងបាន full អេក្រង់ណាអញ្ចឹងបងប្អូនកែតម្រូវតាមខ្ញុំមិញមកអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតគេបងប្អូនតាមអត់ទាន់អញ្ចឹងបងប្អូនមើលមួយយើងចូលមកបន្ទាប់ពីយើងបានដំឡើងកម្មវិធីរួចរាល់អស់បងប្អូនចូលមកកាន់ folder នៅលើអេក្រង់បងប្អូនមាន folder មួយណាក៏បានដែរបងប្អូនចូលមកកាន់ folder មកអូខេបន្ទាប់ពីយើងចូលមកកាន់ folder ហើយបងប្អូនយកកន្លែង view នៅខាងលើនេះអូខេបន្ទាប់មកយើងចុចកន្លែង option បើក option ហើយបងប្អូនយក view ហើយបងប្អូនត្រូវកន្លែងនេះបងប្អូនឃើញគ្រីសនៅខាងលើដំបងណាចូលមកដំបងវាឃើញគ្រីសនៅខាងលើអញ្ចឹងបងប្អូនចុចសូនៅខាងក្រោមនេះណាចុចគ្រីសឲ្យវាមកខាងក្រោមនេះហើយបន្តមកទៀតខាង scroll មកចំណុច1 2 3 4អញ្ចឹងវាមានគ្រីស4អញ្ចឹងបងប្អូនដកគ្រីសនេះខាងក្រោមនេះចេញមួយណាដកគ្រីសខាងក្រោមចេញហើយបងប្អូនយកពាក្យតែ yes មកហ្នឹងហើយបន្តមកទៅបងប្អូនយកពាក្យ apply ណា apply ហើយអូខេហ្នឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគេបងប្អូនធ្វើទៅវាអត់បានអញ្ចឹងណាបងប្អូនអាចមើលអាហ្នឹងចំណុចទី1ចំណុចទី2យើងចូលមកកាន់ try my computer របស់យើងមកហើយយកមកកាន់ try C ណាចំកាន់ try C បន្តមកបងប្អូនយក program 86ឬក៏64ហ្នឹងតាមកុំព្យូទ័ររបស់បងប្អូនណាបងប្អូនខ្លះគាត់ប្រើ Windows 64វាចេញ48អញ្ចឹងទៅឬក៏ចេញ64អញ្ចឹងទៅហើយអញ្ចឹងបងប្អូនចូលកន្លែង program ហ្នឹងមកអូខេបន្តមកបងប្អូនយកពាក្យកន្លែង DOS box ណា DOS box ហ្នឹងមកបន្តមកទៀតបងប្អូនយកពាក្យកន្លែង DOS box 0.74 option បងប្អូនចុចបើកហ្នឹងមកអូខេវានឹងលោតផ្ទាំងកន្លែង notepad នេះមួយលោតផ្ទាំង notepad នេះមួយបងប្អូន scroll មកក្រោមបន្តិច scroll មកក្រោមបងប្អូនឃើញកន្លែង true full screen នេះវាដាក់ full screen វាដាក់ថា fall កន្លែងដំបូងវាដាក់ថា fall អញ្ចឹងបងប្អូនកែពាក្យថា fall នេះមក true វិញអញ្ចឹងអញ្ចឹងបងប្អូនគាត់តែកែប៉ុណ្ណឹងហើយបងប្អូនចុច file ហើយចុច save មកដូចជាការស្វាយយើងបិទវាវិញទៅហើយយើងបិទវាយើងមកបើកកម្មវិធី typing របស់យើងមកនឹង full អេក្រង់ហើយណានឹង full អេក្រង់ហើយអញ្ចឹងអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាហើយបងប្អូនអត់យល់កន្លែងណាបងប្អូនអាច comment បាន